ឆ្ងាញ់ណាស់បងអូនហើយអ្នកបើសិនជាបានលក់ច្រើនមកទៀតគឺកាន់តែពិសេសតែម្ដងប៉ុន្តែលក់តកូនស្ងោរហ្នឹងគឺត្រូវគ្នាដែរបងអូនឆ្ងាញ់ចាសម្រាប់អូនដែលទៅតែរៀនធ្វើម្ហូបគឺអាចចេះធ្វើបានម្ហូបនេះគឺងាយស្រួលធ្វើទេចាមិញហ្នឹងគឺខ្ញុំបុកជាមួយនឹងម្ទេសដែលយើងរំលីងជាមួយនឹងខ្ទឹមឲ្យឡើងឈ្ងុយចាហើយយើងបុកជាមួយនឹងម្ទេសម៉ត់ចាឬក៏ម្ទេសហុយរបស់យើងហ្នឹងចាបុកចូលគ្នាចាម្ទេសដាក់តាមបរិមាណដែលចូលចិត្តទៅណាចាហើយសម្រាប់ត្រីផ្លាធូនេះគឺត្រីដែលគេចំហុយហើយស្រេចយើងទិញពីផ្សារមកលាងទឹកវា2 3ទឹកសិនចាំយើងចៀនចាហើយសម្រាប់ត្រីបុកមួយក្បាលនេះគឺខ្ញុំប្រើត្រី2ក្បាលចាត្រីចំនួន2ក្បាលហើយទម្ងន់ប្រហែលជាអាច3ខាំចាហើយខ្ញុំប្រើគ្រឿងក្នុងបរិមាណប៉ុណ្ណឹងចាបងប្អូនមើលជាក់ស្ដែងណាចាយើងប្រើគ្រឿងក្នុងបរិមាណប៉ុណ្ណឹងរសជាតិវាល្មមអត់ប្រៃដិតខ្លាំងពេកហើយក៏មិនសាបពេកដែរចារសជាតិយ៉ាងស្រាលល្មមចាហើយសម្រាប់មុខម្ហូបនេះគឺខ្ញុំអត់បានដាក់ប្រហុកទេចាហើយក៏អត់បានដាក់ម្ជូរនៅនឹងដែរខ្ញុំច្បាច់ជាមួយនឹងក្រូចឆ្មាដោយសារតែខ្ញុំចង់ញ៉ាំជាមួយនឹងលក់ដោយអត់ញ៉ាំបាយច្រើនអញ្ចឹងទៅយើងញ៉ាំប៉ុណ្ណឹង